សនវិភាគតើឃាតកម្មលើលោកបណ្ឌិតកែមលីអាចឈានទៅដល់បដិវត្តពណ៌ដែរឬទេបន្ទាប់ពីលោកបណ្ឌិតកែមលីអ្នកវិភាគឯករាជ្យត្រូវបានខ្មាន់កំភ្លើងបាញ់ស្លាប់កាលពីថ្ងៃទី10ខែកក្កដាឆ្នាំ2016មកក៏មានការបញ្ចេញមតិជាច្រើនខុសៗគ្នានៅលើបណ្ដាញសង្គម Facebook ដែលជាហេតុធ្វើឲ្យមានការមន្ទិលចំពោះមូលហេតុនៃឃាតកម្មលើលោកបណ្ឌិតកែមលីបន្ទាប់ពីលោកបណ្ឌិតកែមលីស្លាប់គេក៏សង្កេតឃើញមានវងមហាជនជាច្រើនចូលរួមដង្ហែសពព្រមទាំងមានការបំផុសចលនាក្នុងការចូលបុណ្យសពកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃដែលអាចនឹងមានការរៀបចំទុកជាមុនដោយឃើញសកម្មភាពបែបនេះគួបផ្សំនឹងការបំផុសឲ្យមានចលនាថ្ងៃច័ន្ទពណ៌ខ្មៅដែលបានបរាជ័យកន្លងមកក៏មានអ្នកវិភាគនយោបាយមួយចំនួនបានលើកឡើងថាសកម្មភាពបែបនេះអាចជាសញ្ញាមួយឈានទៅរកការធ្វើបដិវត្តពណ៌ផងដែរជាក់ស្ដែងសកម្មជនបកប្រឆាំងមួយចំនួនជាពិសេសសូម្បីតែមេបកប្រឆាំងលោកសំរងស៊ីក៏ដោយក៏បានលើកឡើងដោយកក្លឿនបែបចោទប្រកាន់នៅតាមទំព័រ Facebook ផ្ទាល់ខ្លួនរបស់គាត់ថាអំពើឃាតកម្មនេះជាអំពើភេរវកម្មមួយដែលបានបង្កឡើងដោយរដ្ឋអំណាចបន្ទាប់ពីការចោទប្រកាន់ទម្លាក់កំហុសមកលើរាជរដ្ឋាភិបាលដើម្បីកេងចំណេញនយោបាយវាក៏ជាភ្លើងខៀវមួយដែលផ្ដល់ជាសញ្ញាឲ្យសកម្មជនបកប្រឆាំងធ្វើការវាយប្រហារផ្ទួនដោយមិនដកដៃពីមួយថ្ងៃទៅមួយថ្ងៃនៅតាមបណ្ដាញសង្គម Facebook ដែលធ្វើឲ្យរឿងនេះកាន់តែរីកធំឡើងពួកប្រឆាំងបានបង្ហោះផ្សាយអំពាវនាវនៅតាមបណ្ដាញសង្គម Facebook ប្រកបប្រកាសឲ្យប្រជាពលរដ្ឋចូលរួមដង្ហែសពនិងបុណ្យសពឲ្យបានច្រើនកកកតាមដែលអាចធ្វើទៅបានបន្ទាប់មកពួកគេទាមទារឲ្យតម្កល់សពទុកចំនួន10ថ្ងៃក្រោយមកក៏ទាមទារឲ្យតម្កល់សពរហូតដល់1ឆ្នាំដោយមិនគិតពីចិត្តរបស់ក្រុមគ្រួសារសពឡើយសកម្មជនប្រឆាំងមួយចំនួនបានកាងសពនិងខ្លះទៀតយកសពធ្វើអាជីវកម្មដោយដើររៃអង្គាសប្រាក់ចូលបុណ្យសពលោកបណ្ឌិតកែមលីនៅតាមបណ្ដាខេត្តផ្សេងទៀតផងសកម្មជនប្រឆាំងខ្លះទៀតបែរជាទូលថ្វាយសំណូមពរដល់ព្រះមហាក្សត្រឲ្យប្រទានភ្លើងរំលាយសពលោកកែមលីទៀតផងសកម្មភាពទាំងអស់នេះហាក់បីដូចជាការរៀបចំទុកជាមុនរបស់បកប្រឆាំងក្នុងបំណងធ្វើឲ្យរឿងនេះកាន់តែល្បីដើម្បីចោទទម្លាក់កំហុសមកលើរាជរដ្ឋាភិបាលក្នុងពេលដែលរាជរដ្ឋាភិបាលបានកំពុងតែព្យាយាមថែរក្សាការពារសុខសន្តិភាពសណ្ដាប់ធ្នាប់សាធារណៈនិងការអភិវឌ្ឍលើគ្រប់វិស័យមានអ្នកវិភាគនយោបាយមួយចំនួនក៏បានលើកឡើងថាការគោរពចំពោះអិសរាជជនល្បីឈ្មោះឬបញ្ញវន្តដែលបានស្លាប់បាត់បង់ជីវិតនោះគឺជាសមានចិត្តរបស់ប្រជាពលរដ្ឋម្នាក់ដែលកើតចេញពីសុទ្ធចិត្តតាមគោលការណ៍ព្រះពុទ្ធសាសនាហើយក៏មិនគួរប្រព្រឹត្តអំពើញុះញង់ដោយយកសាកសពមកកាងហាក់ដូចជាខ្លួនឯងជាម្ចាស់សពព្រមទាំងយកសាកសពមកធ្វើអាជីវកម្មនិងកេងចំណេញនយោបាយនោះឡើយគេនៅរងចាំមើលថាតើគណៈបកប្រឆាំងជាពិសេសលោកសំរងស៊ីនិងលោកកឹមសុខាកំពុងតែចង់ធ្វើដូចម្ដេចទៀតចំពោះសពលោកបណ្ឌិតកែមលីតើសពលោកបណ្ឌិតកែមលីអាចជាមូលហេតុឈានទៅដល់ការញុះញង់ឲ្យមានបដិវត្តពណ៌នៅកម្ពុជាដែរឬទេប្រសិនបើដូចនេះមែនប្រហែលរាជរដ្ឋាភិបាលមិនអនុញ្ញាតឲ្យកើតមាននៅអំពើរំលោភរដ្ឋធម្មនុញ្ញដែលអាចបំផ្លាញសេចក្តីសុខសន្តិភាពរបស់ប្រជាពលរដ្ឋកម្ពុជានោះឡើយរាជរដ្ឋាភិបាលត្រូវតែចាត់វិធានការហ្មត់ចត់ដើម្បីរក្សាសណ្ដាប់ធ្នាប់សាធារណៈដើម្បីជាផលប្រយោជន៍រួមរបស់ប្រជាជាតិកម្ពុជាមិនមែនកេងចំណេញនយោបាយផលប្រយោជន៍សួនតួដោយពួកប្រឆាំងនោះឡើយមានមតិមួយចំនួនក៏បានលើកឡើងថានៅក្នុងដំណាក់កាលស៊ើបអង្កេតមិនគួរលោកសំរងស៊ីជាមេបកនយោបាយមួយរូបមកចោទប្រកាន់ទម្លាក់កំហុសមកលើរាជរដ្ឋាភិបាលនោះឡើយលុះត្រាតែមានកលល្បិចនៅពីក្រោយឆាកទើបក្នុងពេលមានឃាតកម្ម
តែមួយរយៈពេលខ្លីប៉ុណ្ណោះលោកសំរងស៊ីប្រញាប់និយាយចោទទម្លាក់កំហុសមកលើរាជរដ្ឋាភិបាលបែបនេះចំណែកឯគណៈបកកាន់អំណាចមិនដែលលៀបពណ៌គណៈបកផ្សេងនោះទេមានតែមេដឹកនាំកម្ពុជាបកប្រឆាំងទេដែលបាននិយាយលៀបពណ៌បកកាន់អំណាចមុនគេព្រមទាំងញុះញង់ធ្វើការកេងចំណេញនយោបាយពីរឿងឃាតកម្មនេះនិងបន្តចង់ថែរក្សាសពទុករហូតដល់1ឆ្នាំថែមទៀតផងដែលនេះហើយជាកលល្បិចច្បាស់ក្រឡែតចង់ធ្វើសាកសពស្លាប់ឲ្យទៅជារស់ដើម្បីចិញ្ចឹមចលនាបំផុសកំហឹងចំពោះប្រជាពលរដ្ឋឲ្យស្អប់រាជរដ្ឋាភិបាលនិងឈានដល់ការប្រើប្រាស់កម្លាំងមហាជនផ្ដួលរំលំរាជរដ្ឋាភិបាលទៀតផងដែលជាការប្រាថ្នាចង់បានជាយូរមកហើយរបស់បកប្រឆាំងសូមបងប្អូនប្រជាពលរដ្ឋខ្មែរនិងយុវជនស្លូតត្រង់កុំចាញ់បោកតាមការញុះញង់បង្កើតចលនាមហាជនចូលរួមធ្វើបដិវត្តពណ៌បំរើមហិច្ឆតាអំណាចរបស់បកប្រឆាំងដែលអាចឈានទៅដល់សោកនាដកម្មការបំផ្លិចបំផ្លាញដល់សុខសន្តិភាពជាតិនិងការអភិវឌ្ឍដោយប្រទេសមួយចំនួនទទួលរងគ្រោះឈឺចាប់ខ្លោចផ្សាដោយសារបដិវត្តពណ៌បែបនេះអត្ថបទដោយមានមេត្តា